មិនមែនជាមនុស្សដែលជឿលើរឿងខ្មោចនោះទេខ្ញុំជាមនុស្សប្រភេទអ្វីដែលមិនឃើញគឺមិនជឿតែម្ដងហើយធ្លាប់សោយអ្នកដែលនិយាយថាឃើញអ្វីចម្លែកនៅពេលយប់ទៀតផងតែបើថ្ងៃនោះខ្ញុំមិនយកទូរស័ព្ទទៅចាប់សំឡេង record ទុកនោះទេប្រហែលជាខ្ញុំក៏មិនហ៊ាននិយាយរឿងនេះប្រាប់ដល់នរណាម្នាក់ឡើយរឿងនេះកើតឡើងប្រហែលជា5ឆ្នាំមុននៅពេលដែលខ្ញុំធ្វើការជាបុគ្គលិក IT នៅទីក្រុងមួយខ្ញុំរស់នៅក្នុងបន្ទប់ជួលតូចមួយជាន់ទី3របស់អគារចាស់មួយនៅទីក្រុងអគារនោះមិនស្អាតនោះទេប៉ុន្តែតម្លៃសមរម្យហើយនៅជិតកន្លែងធ្វើការទៀតផងជប់មួយខ្ញុំត្រឡប់មកពីការងារយឺតខ្យល់ត្រជាក់យប់ស្ងាត់ហើយមានភ្លៀងធ្លាក់ស្រាលៗទៀតផងខ្ញុំចូលតាមច្រកអគារហើយក៏ចុចប៊ូតុងឡើងជាន់លើតាមប្រអប់យន្តចដាយន្តហ្នឹងគឺវាមិនដំណើរការឡើយដូច្នេះខ្ញុំក៏បានឡើងតាមចដាជើងវិញម្ដងពេលដែលខ្ញុំឡើងដល់ជាន់ទី2ខ្ញុំក៏បានឃើញស្រីម្នាក់ឈរនៅចុងចដានាងពាក់អាវពណ៌សនិងសំពត់ខ្មៅសក់វែងដល់ចុងខ្នងមើលទៅស្អាតតែមានអ្វីមួយចម្លែកនាងឈរមិនសូវផ្លាស់ទីនោះទេហើយមុខនាងស្លេកដូចមនុស្សដែលគ្មានឈាមចឹងខ្ញុំគិតថាប្រហែលជាអ្នកជួលថ្មីឬក៏គាត់កំពុងរងចាំមិត្តខ្ញុំមិននិយាយអ្វីនោះទេគ្រាន់តែញញឹមស្រាលៗហើយដើរឡើងទៅលើនាងមើលមកខ្ញុំហើយនិយាយស្រាលៗថាបងអាចជួយខ្ញុំបានទេសំឡេងនាងស្រាលៗក៏ប៉ុន្តែច្បាស់ខ្ញុំក៏ឈប់ហើយសួរនាងថាជួយអីមានបញ្ហាអីមែននាងស្ទាក់ស្ទើរបន្តិចរួចក៏មិនហ៊ាននិយាយនាងហាក់ដូចជាចង់និយាយផងនិងមិនហ៊ាននិយាយផងបន្ទាប់មកនាងលើកដៃឲ្យខ្ញុំមើលក្នុងដៃនាងមានក្រដាសសំបុត្រតូចមួយបត់ជា2ដងខ្ញុំចង់ឲ្យបងយកសំបុត្រនេះទៅដាក់ក្រោមខ្នើយបងនៅយប់នេះហើយសូមអានវាតែអានតែម្ដងបានហើយខ្ញុំអស់សំណើចតិចៗក្នុងចិត្តប៉ុន្តែបើមើលមុខនាងមិនមែននិយាយលេងសើចនោះទេភ្នែកនាងមានទឹកភ្នែកហើយដៃនាងញ័របន្តិចខ្ញុំយកសំបុត្រនោះក្រដាសត្រជាក់ប្លែកហ្មងប្រៀបដូចជាក្រដាសដែលទើបទៅយកចេញពីទូទឹកកកខ្ញុំក៏បានឆ្លើយថាបានខ្ញុំនឹងដាក់ក៏ប៉ុន្តែនាងជានរណាគេខ្ញុំក៏សួរនាងមិនបានឆ្លើយនោះទេនាងគ្រាន់តែថយក្រោយមួយជំហានហើយនិយាយស្រាលៗបងកុំភ្លេចខ្ញុំព្រោះគ្មាននរណាចាំខ្ញុំទៀតទេនិយាយចប់នាងដើរចុះជណ្ដើរទៅក្រោមវិញខ្ញុំតាមមើលតែចម្លែកណាស់ជំហាននាងស្ងាត់មិនមានសំឡេងហើយពេលនាងបាត់ទៅក្រោមជាន់ទី1ខ្ញុំស្ទើរតែចង់រត់ចុះទៅមើលតែដោយសារតែខ្ញុំអស់កម្លាំងហើយគិតថាមិនអីទេប្រហែលជាមនុស្សធម្មតាខ្ញុំឡើងទៅបន្ទប់របស់ខ្ញុំវិញបើកទ្វារចូលក្នុងបន្ទប់របស់ខ្ញុំភ្លៀងនៅក្រៅធ្លាក់ច្រានឡើងហើយសំឡេងខ្យល់ពីជញ្ជាំងប៉ុងប៉ាំងខ្ញុំដាក់សំបុត្រនោះលើតុហើយគិតថាចាំស្អែកចាំអានតែពេលខ្ញុំប៉ះក្រដាសនោះខ្ញុំមានអារម្មណ៍ថាបេះដូងខ្ញុំដូចត្រូវគេប៉ះផងដែរអារម្មណ៍មិនសូវល្អដូចជាមាននរណាម្នាក់កំពុងសោកសៅនៅជិតខ្ញុំចុងក្រោយខ្ញុំសម្រេចធ្វើតាមនាងខ្ញុំយកសំបុត្រនោះដាក់ក្រោមខ្នើយយប់នោះខ្ញុំដេកមិនសូវលក់នោះទេខ្ញុំសុបិនឃើញនាងឈរនៅចុងគ្រែនាងមិននិយាយអ្វីទេនាងគ្រាន់តែបង្ហាញម្រាមដៃទៅលើខ្នើយប្រៀបដូចជាប្រាប់ឲ្យខ្ញុំយកសំបុត្រនោះទៅអានអញ្ចឹងខ្ញុំភ្ញាក់ពីដំណេកនៅម៉ោង3:12នាទីព្រឹកខ្ញុំបាច់ញើសឡើងចូលខ្លួនហើយបេះដូងលោតយ៉ាងលឿនខ្ញុំលើកខ្នើយយកសំបុត្រនោះចេញដៃខ្ញុំក៏ញ័រខ្ញុំមិនដឹងថាហេតុអ្វីបានជាខ្ញុំភ័យបែបនេះទេវាគ្រាន់តែជាសំបុត្រមួយសោះតែអារម្មណ៍ខ្ញុំដូចជាកំពុងបើកទ្វារមួយទៅកន្លែងដែលមិនគួរចូលអញ្ចឹងខ្ញុំបើកសំបុត្រអក្សរនៅលើក្រដាសសរសេរដោយប៊ិចពណ៌ខ្មៅក្នុងក្រដាសនោះសរសេរថាបងប្រសិនបើបងបានអាននេះមានន័យថាខ្ញុំបានជួបបងហើយខ្ញុំសុំទោសខ្ញុំមិនមានជម្រើសទេខ្ញុំចង់ឲ្យបងចាំថាខ្ញុំស្រឡាញ់បងតែបងមិនដែលដឹងនោះឡើយខ្ញុំអានមកដល់ត្រង់នេះខ្ញុំចាំមុខនាងបានតែខ្ញុំមិនដែលជួបមុខនាងពីមុនមកទេហើយបើនាងស្រឡាញ់ខ្ញុំតើនាងគឺជានរណាខ្ញុំក៏បន្តអានទៀតខ្ញុំឈ្មោះសុភាខ្ញុំរស់នៅបន្ទប់308បន្ទប់នៅជិតបងខ្ញុំស្ដាប់សំឡេងបងរាល់យប់ពេលបងត្រឡប់មកពីធ្វើការពេលបងចូលដល់បន្ទប់ពេលបងដាក់ទូរស័ព្ទលើតុពេលបងសើចម្នាក់ឯងខ្ញុំស្រឡាញ់សំឡេងបងណាស់ខ្ញុំឈប់អានភ្លាមខ្ញុំបែរមុខទៅជញ្ជាំងខាងឆ្វេងបន្ទប់ខាងឆ្វេងគឺបន្ទប់លេខ308ខ្ញុំមិនធ្លាប់ឃើញមានអ្នករស់នៅបន្ទប់308នេះមកទេតែខ្ញុំក៏មិនដែលយកចិត្តទុកដាក់ដែរខ្ញុំគិតថាប្រហែលជាគេមិនសូវនៅផ្ទះភ្លាមនោះមានសំឡេងក្រោកដូចជាមនុស្សកំពុងកោសជញ្ជាំងពីខាងមុខមិនមែនកោសទ្វារតែវាដូចជាម្រាមដៃកំពុងកោសជញ្ជាំងដែរពីកោសនឹងបេតុងចឹងអ្នកទាំងអស់គ្នាខ្ញុំដកដង្ហើមធំខ្ញុំចាំបានថានៅក្នុងសំបុត្រនាងនិយាយថាខ្ញុំស្ដាប់សំឡេងបងរាល់យប់សំឡេងកោសក៏លឺបន្តក្រោកហើយបន្ទាប់មកមានសំឡេងស្ត្រីម្នាក់ខ្សឹបតាមជញ្ជាំងបងអានបន្តទៀតទៅខ្ញុំធ្លាក់ទូរស័ព្ទពីដៃខ្ញុំស្ទើរតែស្រែកហើយសំឡេងនោះគឺសំឡេងនាងសំឡេងដែលនាងនិយាយនៅចិន្តាមុននេះខ្ញុំចង់រត់ចេញពីបន្ទប់តែខ្ញុំមិនអាចកម្រើកខ្លួនបាននោះទេដូចជាមានអ្វីមួយសង្កត់ឲ្យខ្ញុំនៅមួយកន្លែងអញ្ចឹងខ្ញុំយកសំបុត្រឡើងវិញដៃញ័រជាខ្លាំងខ្ញុំបន្តអានព្រោះខ្ញុំមានអារម្មណ៍ថាបើខ្ញុំមិន
អាននឹងមានអ្វីកាត់ឡើងបងខ្ញុំមិនមែនជំនួសល្អទេខ្ញុំធ្លាប់គិតអាក្រក់ខ្ញុំធ្លាប់ស្រមៃថាបងនឹងមកស្រឡាញ់ខ្ញុំតែបងមិនដែលមើលឃើញខ្ញុំបងមិនដែលដឹងថាខ្ញុំនៅចិត្តបងឡើយហើយខ្ញុំបានធ្វើរឿងមួយដែលខ្ញុំសោកស្ដាយជារៀងរហូតពេលខ្ញុំអានមកដល់ពាក្យសោកស្ដាយសំឡេងកោសជញ្ជាំងក៏បានឈប់ពន្លឺភ្លាមបន្ទប់ស្រាប់តែពេលនោះបន្ទប់ស្ងាត់ជ្រងំស្ងាត់ដល់ថ្នាក់ខ្ញុំស្ដាប់បានសំបីតាសំឡេងដកដង្ហើមរបស់ខ្ញុំហើយបន្ទាប់មកមានសំឡេងបើកសោខាងក្រៅទ្វារបន្ទប់ខ្ញុំភ័យដល់ថ្នាក់ក្បាលរបស់ខ្ញុំព្រឺអស់ទៅហើយវេលានោះម៉ោង 3:21 ព្រឹកខ្ញុំរស់នៅម្នាក់ឯងគ្មាននរណាមកបើកទ្វារខ្ញុំនៅម៉ោងនេះទេសោទ្វារខ្ញុំចាប់ដើមបង្វិលខ្ញុំរត់ទៅចាប់ទ្វារខ្ញុំជិះកូនសោខាងក្នុងនិងដាក់ទាំងខ្លួនខ្ញុំទប់ទ្វារផងដែរសោខាងក្រៅនៅតែបង្វិលក្រាក់ហើយសំឡេងស្ត្រីម្នាក់ខ្សឹបតាមរន្ធទ្វារបងបើកទ្វារឲ្យខ្ញុំត្រជាក់ណាស់ខ្ញុំស្ទើរតែស្រក់ទឹកភ្នែកទៅហើយសំឡេងនោះមិនមែននៅជញ្ជាំងទៀតទេវានៅមុខទ្វារខ្ញុំស្រែកថាអ្នកជានរណាកុំលេងខ្ញុំនឹងហៅសន្តិសុខមកឥឡូវហើយសំឡេងនោះស្ងាត់បន្តិចហើយនាងនិយាយជាសំឡេងស្រាលដូចមនុស្សកំពុងយំបងខ្ញុំគ្រាន់តែចង់ឲ្យបងអានសម្បត្តិដល់ចប់បើបងមិនអានខ្ញុំមិនអាចទៅណាបានទេខ្ញុំបិទភ្នែកខ្ញុំមិនដឹងថាត្រូវធ្វើអ្វីទេខ្ញុំចង់ឲ្យរឿងនេះបញ្ចប់ភ្លាមខ្ញុំក៏យកសម្បត្តិនោះមកអានបន្តខណៈដែលខ្ញុំកំពុងទប់ទ្វារបងយប់មួយខ្ញុំឈប់មើលបងខ្ញុំឈប់ស្ដាប់សំឡេងបងព្រោះខ្ញុំបានសម្រេចចិត្តចាក់ចេញខ្ញុំបានស្លាប់នៅក្នុងបន្ទប់ 308ខ្ញុំស្លាប់ដោយខ្លួនឯងព្រោះខ្ញុំគិតថាបងនឹងសោកស្ដាយបងនឹងយំបងនឹងស្រឡាញ់ខ្ញុំប៉ុន្តែបងមិនដឹងអ្វីទាំងអស់ខ្ញុំអានមកដល់ទីនេះកូនជង្គង់ដួលលើដីភ្លាមខ្ញុំចាប់ផ្ដើមយល់ថានាងមិនមែនជាមនុស្សទេខ្ញុំចង់បើកទ្វាររត់ចេញតែខ្ញុំក៏ភ័យថាបើបើកទ្វារនាងនឹងចូលមកដល់ក្នុងបន្ទប់សំឡេងខាងក្រៅទ្វារខ្សឹបម្ដងទៀតបងអានចប់ហើយខ្ញុំនឹងទៅខ្ញុំអានបន្តដោយទឹកភ្នែកធ្លាក់ដោយមកមិនដឹងខ្លួនមិនមែនខ្ញុំស្រឡាញ់នាងទេតែអារម្មណ៍សោកស្ដាយរបស់នេះវាចូលមកប៉ះពាល់អារម្មណ៍ខ្ញុំដូចខ្យល់ត្រជាក់អញ្ចឹងបងខ្ញុំសុំទោសដែលធ្វើឲ្យបងភ័យខ្ញុំមិនចង់ឲ្យបងខ្លាចខ្ញុំទេខ្ញុំគ្រាន់តែឯកោពេកថ្ងៃស្អែកបងសូមទៅបើកទ្វារបន្ទប់ 308ហើយសូមយករបស់មួយចេញពីក្រោមគ្រែវាជារបស់ដែលខ្ញុំរក្សាទុកសម្រាប់បងបើបងមិនយកនោះទេខ្ញុំនឹងនៅទីនេះនៅជិតបងរៀងរាល់យប់ខ្ញុំអានចប់ខ្ញុំដកដង្ហើមធំសោខាងក្រៅសោទ្វារខាងក្រៅជប់បង្វិលនៅពេលនោះសភាពការពិតជាស្ងាត់ល្អមែនតើស្ងាត់ដល់ថ្នាក់ខ្ញុំស្ដាប់សំឡេងភ្លៀងនៅខាងក្រៅឮខ្ញុំកាត់សម្បត្តិដែលខ្ញុំត្រជាក់ខ្ញុំគិតថារឿងនេះចប់ហើយតែភ្លាមនោះសំឡេងស្រីម្នាក់ខ្សឹបតាមត្រចៀកខ្ញុំសំឡេងនៅក្នុងបន្ទប់បងសូមកុំភ្លេចទីយកព្រោះវាជាអ្វីដែលខ្ញុំបានឲ្យបងខ្ញុំក្រឡេកមើលជុំវិញបន្ទប់គ្មាននរណាម្នាក់ឡើយតែខ្យល់ត្រជាក់មួយប៉ះកខ្ញុំហើយនៅលើកញ្ចក់ខាងមុខមានអក្សរមួយបង្ហាញឡើងដូចជាមាននរណាម្នាក់សរសេរលើកញ្ចក់អញ្ចឹងហើយលើកញ្ចក់នោះសរសេរថា308យប់នោះខ្ញុំមិនបានដេកទេខ្ញុំអង្គុយនៅលើគ្រែដៃកាន់សំបត់បេះដូងនៅតែលោតញាប់ហើយត្រចៀកខ្ញុំស្ដាប់រាល់សំឡេងតូចនៅក្នុងបន្ទប់សំបីតែសំឡេងភ្លៀងធ្លាក់លើបង្អួចក៏ធ្វើឲ្យខ្ញុំរន្ធត់ផងដែរខ្ញុំមើលទៅទ្វារបន្ទប់នៅតែបិទគ្មានសំឡេងបើកសោទៀតនោះទេតែអារម្មណ៍ប្រាប់ខ្ញុំថានាងកំពុងនៅទីនេះនាងមិនបានបាត់ទៅណាទេនៅម៉ោង 7:05 ព្រឹកពន្លឺថ្ងៃចាប់ផ្ដើមចូលតែបង្អួចខ្ញុំក៏ដកដង្ហើមធំខ្ញុំគិតថាប្រហែលវ័យលែងខ្លាចទៀតហើយព្រោះមានថ្ងៃរះមកហើយតែគ្រប់យ៉ាងខុសពីអ្វីដែលខ្ញុំបានគិតពេលខ្ញុំទៅលាងមុខនៅក្នុងបន្ទប់ទឹកខ្ញុំក៏មើលកញ្ចក់នៅលើកញ្ចក់មានស្នាមអក្សរចាស់ហាក់ដូចជាមិនទាន់បានរលត់បាត់លេខលើកញ្ចក់នោះសរសេរថា308ខ្ញុំលាងទឹកលើកញ្ចក់ច្រើនដងអក្សរនោះក៏បាត់ទៅប៉ុន្តែចិត្តខ្ញុំមិនបាត់ភ័យខ្លាចនោះទេថ្ងៃនោះខ្ញុំទៅធ្វើការដូចធម្មតាតែខ្ញុំធ្វើការមិនស្ងប់នោះទេក្បាលខ្ញុំគិតតែអំពីបន្ទប់308និងអ្វីដែលសុភាប្រាប់ខ្ញុំយកក្រោមគ្រែបន្ទប់នោះខ្ញុំចង់ធ្វើដូចជាមិនមានអ្វីកើតឡើងតែគ្រប់ពេលដែលខ្ញុំបិទភ្នែកខ្ញុំឃើញនាងឈរនៅចុងគ្រែសក់វែងបិទមុខហើយបង្ហាញម្រាមដៃចង្អុលទីខ្នើយមិត្តរួមការងារខ្ញុំសួរអូនជុំមិញអត់ដេកអីមុខស្លេកម៉េះខ្ញុំញញឹមខ្លាយអូបងដោយសារជុំមិញខ្ញុំធ្វើការច្រើនពេកខ្ញុំមិនហ៊ាននិយាយរឿងនេះប្រាប់គាត់នោះទេនរណាម្នាក់ឮហើយប្រហែលជាសើចឬគឺថាខ្ញុំឈួតក៏បានពេលល្ងាចមកដល់ខ្ញុំក៏ត្រឡប់មកអគារខ្ញុំវិញថ្ងៃនោះអាកាសធាតុស្ងប់ជាងម្សិលមិញទៅទៀតមិនមានភ្លៀងធ្លាក់តែខ្យល់ត្រជាក់ចម្លែកហ្មងខ្ញុំឈរនៅពីមុខអគារមើលឡើងទៅជាន់ទី3បន្ទប់ខ្ញុំមានភ្លើងបន្ទប់308ខ្មែរស្រអាប់ខ្ញុំកាន់កូនសោនិងចូលក្នុងអគារប៉ុន្តែជំហានខ្ញុំដើរយឺតដូចជាខ្ញុំកំពុងដើរចូលទៅកន្លែងដែលខ្ញុំមិនគួរចូលអញ្ចឹងពេលដើរឡើងដល់ជាន់ទី3ខ្ញុំក៏ឈប់ខ្ញុំមើលទៅទ្វារបន្ទប់308ទ្វារនោះគឺមានសភាពចាស់ស្នាមច្រាស់ជាច្រើនមានស្លាកលេខ308ដាក់លើទ្វារ
តែស្លាកនោះចាស់ដូចជាគ្មានអ្នកប៉ះយូរមកហើយខ្ញុំឈរយូរមួយផ្លែតហើយបន្ទាប់មកខ្ញុំបានស្ដាប់សំឡេងមួយចេញពីខាងក្នុងមិនមែនសំឡេងមនុស្សទេក៏ប៉ុន្តែវាជាសំឡេងខ្យល់កំពុងហូរចេញពីរន្ធតូចសំឡេងខ្យល់ហាក់ដូចជាលឺវូខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាមុខខ្ញុំត្រជាក់ដូចជាមាននរណាម្នាក់កំពុងដកដង្ហើមនៅក្បែរខ្ញុំអញ្ចឹងខ្ញុំក្រឡេកមើលជុំវិញជាន់គ្មាននរណាឡើយជាន់ទី3ស្ងាត់ណាស់ខ្ញុំសម្រេចចិត្តទៅរកអ្នកគ្រប់គ្រងអគារគឺជាបុរសចំណាស់ម្នាក់នៅជាន់ក្រោមខ្ញុំចុះទៅហើយសួរបងបន្ទប់308មានអ្នកនៅទេបុរសចាស់មើលមុខខ្ញុំហើយគាត់ធ្វើដូចជាភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់មិនបានឆ្លើយតបភ្លាមនោះទេគាត់គ្រាន់តែសួរវិញថាអូនសួរធ្វើអីខ្ញុំលែបទឹកមាត់ខ្ញុំមិនដឹងថាត្រូវនិយាយថាម៉េចខ្ញុំសម្រេចចិត្តខ្ញុំសុកចិត្តនិយាយពាក់កណ្ដាលការពិតបងដោយសារខ្ញុំឮសំឡេងចម្លែកហើយមើលទៅហាក់ដូចជាមានមនុស្សនៅបុរសចាស់នោះស្ងាត់បន្ទាប់មកគាត់ឆ្លើយថាអូនកុំទៅចិត្តបន្ទប់នោះបានទេខ្ញុំស្ទើរតែកាំងបេះដូងទៅហើយព្រោះប្រសិនបើគាត់និយាយបែបនេះមានន័យថាបន្ទប់នោះមានរឿងពិតប្រាកដមែនខ្ញុំសួរហេតុអីបងបុរសចាស់ដកដង្ហើមធំហើយនិយាយដោយសំឡេងតិចថាបន្ទប់308ហ្នឹងមានក្មេងស្រីម្នាក់ស្លាប់នៅក្នុងនោះ2ឆ្នាំមុនខ្ញុំស្ទើរតែដួល2ឆ្នាំមុនគឺពេលដែលខ្ញុំទើបមកជួលនៅអគារនេះខ្ញុំសួរបន្តឈ្មោះអីបងបុរសចាស់មិនចង់និយាយប៉ុន្តែបន្ទាប់មកគាត់និយាយដូចជាគាត់មិនអាចលាក់លៀមបានតទៅទៀតនាងឈ្មោះសុភាខ្ញុំស្ដាប់ហើយដៃខ្ញុំត្រជាក់ភ្លាមចិត្តខ្ញុំធ្លាក់ដូចជាគេដាក់ថ្មទម្ងន់ធ្ងន់អញ្ចឹងខ្ញុំសួរគាត់ដោយធ្វើទឹកមុខខឹងគាត់ស្លាប់យ៉ាងម៉េចបុរសចាស់ថាគឺនាងចង់កនៅក្នុងបន្ទប់បុរសចាស់នោះបានឆ្លើយតបថាគឺនាងចង់កនៅក្នុងបន្ទប់មនុស្សតាមរកយឺតថ្ងៃពេកហើយយើងបានដឹងថានាងស្លាប់ដោយសារតែក្លិនចេញមកគាត់និយាយពាក្យក្លិនខ្ញុំស្ទើរតែស្រក់ទឹកភ្នែកខ្ញុំមិនដឹងថាតើខ្ញុំសោកស្ដាយសុភាឬក៏ខ្លាចនាងនោះទេបុរសចាស់ក៏និយាយបន្តក្រោយមកពេលនោះបន្ទប់308គ្មានអ្នកណាហ៊ានជួលទៀតនោះទេអ្នកណាជួលមិនបានលើ3ថ្ងៃគេចេញអស់ហើយខ្ញុំសួរហេតុអីទៅបុរសចាស់មើលមកខ្ញុំដូចជាគាត់កំពុងប្រយ័ត្នពាក្យសម្ដីអញ្ចឹងគេថាយប់មានស្រីឈរនៅចណ្ដាលហើយមានអ្នកឮសម្លេងយំខ្ញុំលេបទឹកមាត់នេះជារឿងដែលខ្ញុំជួបខ្ញុំសួរបន្តទៀតបើខ្ញុំចង់ចូលមើលក្នុងបន្ទប់308តើអាចអត់បុរសចាស់ភ្លាមធ្វើទៅមុខមិនពេញចិត្តអូនកុំលេងសើចអីបន្ទប់នោះបិទសោគ្មានកូនសោទេកូនសោបាត់តាំងពីថ្ងៃគាត់ស្លាប់មកហើយខ្ញុំស្ដាប់ហើយចិត្តខ្ញុំចាប់ផ្ដើមប្រែជាធ្ងន់ភ្លាមបើកូនសោបាត់ហើយយប់មិញនរណាបើកទ្វារខ្ញុំមិននិយាយអ្វីទៀតទេខ្ញុំត្រឡប់ឡើងទៅជាន់ទី3វិញដោយជំហានជឿពេលខ្ញុំឡើងទៅដល់ជាន់ទី3ខ្ញុំចូលមកបន្ទប់មួយផ្លេកខ្ញុំចង់ចូលបន្ទប់ខ្ញុំហើយភ្លេចរឿងនេះតទៅតែភ្លាមខ្ញុំឮសំឡេងខ្សឹបពីខាងក្រោយបងខ្ញុំត្រឡប់ក្រោយយឺតបន្ទប់308នៅទីនោះទ្វារនៅតែបិទប៉ុន្តែសំឡេងខ្សឹបចេញពីខាងក្នុងបងខ្ញុំរងចាំបងខ្ញុំមានអារម្មណ៍ថាសក់ក្បាលខ្ញុំបាក់អស់ហើយខ្ញុំឈរត្រង់ហើយមិនដឹងថាត្រូវធ្វើអ្វីស្រាប់តែឮសំឡេងបន្តមកថាបងបើបងមិនយកខ្ញុំមិនទៅណែនោះទេខ្ញុំដកដង្ហើមធំខ្ញុំក៏សម្រេចចិត្តថាខ្ញុំត្រូវតែបញ្ចប់រឿងនេះខ្ញុំទៅយកដែកកេះតូចខ្ញុំក៏ទៅយកដែកជាប្រភេទដែកតូចដោយសារខ្ញុំចង់បើកបន្ទប់308នោះខ្ញុំចេញមកវិញឈរនៅមុខទ្វារ308ខ្ញុំប៉ះលើកូនសោទ្វារ308ហើយបន្ទប់នោះគ្មានសោទេតែចម្លែកទ្វារនោះក៏មិនចាក់សោដែរវាហាក់ដូចជាបិទយឺតខ្ញុំចាប់ដៃទ្វារហើយរុញស្រាលស្រាប់តែពេលនោះក្លិនក៏ក្រអូបទ្វារក៏បើកឡើងខ្ញុំស្ទើរតែភ្លេចដកដង្ហើមបុរសចាស់និយាយថាបិទសោតែវាបើកបានដោយស្រួលទៅវិញខ្ញុំចូលទៅក្នុងបន្ទប់308នោះខ្យល់ក្នុងបន្ទប់ត្រជាក់ណាស់ត្រជាក់ដោយបន្ទប់ដែលគ្មានពន្លឺថ្ងៃចូលអញ្ចឹងមានក្លិនសំណាបនិងក្លិនចាស់ដោយក្រណាត់សាមទុកយូរបន្ទប់នេះមានគ្រែតុនិងកញ្ចក់មួយអ្វីស្ទើរតែដូចបន្ទប់ខ្ញុំតែអារម្មណ៍មិនដូចគ្នានោះទេនៅលើជញ្ជាំងមានស្នាមខ្មៅពណ៌ដូចជាខ្នាមផ្សែងហើយនៅលើកម្រាលមានស្នាមដូចស្នាមទឹកខ្មៅច្រេះអញ្ចឹងខ្ញុំកាន់ទូរស័ព្ទដាក់ភ្លើងខ្ញុំកាន់ទូរស័ព្ទហើយបើកភ្លើងខ្ញុំចង់ថតវីដេអូទុកដើម្បីបង្ហាញថាខ្ញុំមិនបានប្រឌិតរឿងនោះទេពេលខ្ញុំបើកកាមេរ៉ាអេក្រង់ទូរស័ព្ទស្រាប់តែខ្មៅភ្លើង flash បើកភ្លឺតែមិនសូវបំភ្លឺបន្ទប់នោះទេដូចជាមានអ្វីស្រូបពន្លឺនោះអញ្ចឹងខ្ញុំចូលទៅជិតគ្រែនោះចាស់ហើយមានក្រណាត់ចាស់ជាច្រើនខ្ញុំចាំបានថាសុភាប្រាប់ថាយករបស់មួយក្រោមគ្រែខ្ញុំក្រឡេកមើលទៅក្រោមគ្រែមានប្រអប់កាតុងមួយដាក់នៅទីនោះប្រអប់នោះមិនធំទេដូចជាប្រអប់ស្បែកជើងអញ្ចឹងខ្ញុំដកប្រអប់នោះចេញវាធ្ងន់ជាងដែលខ្ញុំគិតទៅទៀតខ្ញុំដាក់ប្រអប់លើគ្រែហើយបើកវាក្នុងប្រអប់នោះមានរបស់3យ៉ាងមកដល់ចំណុចនេះតើអ្នកនរគ្នាចង់ដឹងដែរឬទេថារបស់3យ៉ាងនោះគឺជាអ្វីតោះកុំឲ្យខាត់ពេលយូរខ្ញុំនឹងប្រាប់តែម្ដងទី1គឺកាបូបតូចមួយទី2គឺសម្បត្តិចាស់ជាច្រើនសន្លឹកហើយនិងទី3គឺរូបថតមួយសន្លឹកខ្ញុំចង់រូបថតនោះមកមើលគឺជារូបថតជារូបក្រុមមនុស្ស3នាក់
នៅកណ្ដាលជាសុភានាងដែលញឹមតិចតិចខាងស្ដាំនាងជាបុរសម្នាក់ខាងឆ្វេងគឺជាខ្ញុំក៏កាំងភ្លាមតែម្ដងខ្ញុំមិនដឹងថាហេតុអ្វីខ្ញុំមានរូបនៅក្នុងនោះទេខ្ញុំមើលមុខក្នុងរូបវាជាមុខខ្ញុំចាស់ជាងឥឡូវបន្តិចហាក់ដូចជាមុនខ្ញុំ2ឆ្នាំប៉ុន្តែខ្ញុំមិនដែលថតរូបជាមួយសុភានោះទេខ្ញុំមិនស្គាល់នាងឡើយខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាក្បាលខ្ញុំវិលខ្ញុំអង្គុយលើការ៉េដកដង្ហើមញាប់ជាខ្លាំងហើយភ្លាមសំឡេងមនុស្សស្រីម្នាក់ខ្សឹបពីខាងក្រោយខ្ញុំនៅក្នុងបន្ទប់308បងចាំបានទេខ្ញុំក៏លេចក្រោយជឿនៅមុខកញ្ចក់មានស្រីម្នាក់ឈរសុភានាងមិនដូចយំមិញទេយំមិញនាងស្អាតនិងស្លេកតែឥឡូវនេះមុខនាងស្លេកជាងមុនភ្នែកនាងងងឹតសក់នាងសើមដូចទើបចេញពីភ្លៀងក៏មានស្នាមខ្មៅជុំវិញនិងមានស្នាមខ្សែចងកខ្ញុំចង់ស្រែកតែស្រែកមិនចេញខ្ញុំចង់រត់តែរត់មិនបាននាងដើរមកជិតខ្ញុំជឿជំហាននាងនឹងមានសម្លេងនោះទេគ្រាន់តែខ្យល់ត្រជាក់ទៅចូលមកខ្លួនខ្ញុំនាងជប់នៅចំពោះមុខខ្ញុំនាងមើលមកខ្ញុំភ្នែកនាងពោពេញដោយទឹកភ្នែកបងចាំថ្ងៃនោះបានទេថ្ងៃដែលបងបានឲ្យខ្ញុំការសន្យាខ្ញុំអស់សំណើចក្នុងចិត្តសន្យាខ្ញុំមិនចាំអ្វីទេខ្ញុំកាន់រូបថតនោះហើយសួរដោយសំឡេងញ័ររូបនេះនាងបានមកពីណាខ្ញុំមិនស្គាល់នាងឡើយសុភាយំទឹកភ្នែកនាងស្រក់មកប៉ុន្តែទឹកភ្នែកនោះគឺជាទឹកភ្នែកដែលត្រជាក់ដូចទឹកកកនាងនិយាយដោយសំឡេងតិចបងភ្លេចខ្ញុំមែនតែខ្ញុំមិនអាចភ្លេចបងបានទេនាងលើកដៃចង្អុលទៅសម្បត្តិចាស់ក្នុងប្រអប់បងអានវាហើយបងនឹងចងចាំជាមិនខានខ្ញុំយកសម្បត្តិមួយសន្លឹកចេញវាជាសម្បត្តិសរសេរដោយអក្សរខ្មែរនិងប៊ិចពណ៌ខ្មៅនៅលើសម្បត្តិមានការបរិច្ឆេទកាលពី2ឆ្នាំមុនខ្ញុំចាប់ផ្ដើមអានសុភាបងសំទោសដែលបងមិនអាចនិយាយត្រង់បានបងមានគូស្នេហាហើយបងមិនចង់ឲ្យនរណាម្នាក់ជិះចាប់តែបងសប្បាយចិត្តពេលដែលនិយាយជាមួយអូនបងសូមអូនកុំធ្វើអ្វីខ្លាំងបងសូមឲ្យអូនរស់ខ្ញុំអានហើយគាំងអក្សរនោះគឺជាអក្សរខ្ញុំស្គាល់ស្ទីលអក្សរខ្ញុំសរសេរអក្សរដូច្នេះខ្ញុំមិនអាចបដិសេធបានខ្ញុំដកដង្ហើមធំខ្ញុំមើលទៅសុភានាងមើលមកខ្ញុំដូចជាមនុស្សកំពុងរងចាំចម្លើយខ្ញុំចាប់ផ្ដើមអានសម្បត្តិនោះខ្ញុំចាប់ផ្ដើមអានសម្បត្តិផ្សេងទៀតសម្បត្តិជាច្រើនសន្លឹកទាំងអស់សុទ្ធតែជាសម្បត្តិរវាងខ្ញុំនិងសុភាមានសម្បត្តិមួយសន្លឹកសុភាសរសេរបងខ្ញុំមិនចង់បំផ្លាញជីវិតបងទេខ្ញុំគ្រាន់តែចង់ឲ្យបងស្រឡាញ់ខ្ញុំឯកាណាស់បងជាមនុស្សតែម្នាក់ដែលនិយាយល្អជាមួយខ្ញុំសម្បត្តិមួយទៀតខ្ញុំសរសេរថាអូនបងសុំកុំឲ្យអូនចាំបងមិនអាចធ្វើអ្វីឲ្យអូនបានទេបងសុំខ្ញុំអានបន្តខ្ញុំចាប់ផ្ដើមឃើញរូបភាពក្នុងខួរក្បាលខ្ញុំដូចជាការចងចាំត្រឡប់មកវិញបន្តិចម្ដងយប់កាន់តែជ្រៅខ្ញុំឈរនៅជណ្ដើរខ្ញុំជួបនាងខ្ញុំនិយាយជាមួយនាងយំនាងសើចនាងនិយាយថាស្រឡាញ់ខ្ញុំហើយខ្ញុំប្រាប់នាងថាបងសន្យាបងនឹងមិនចោលអូនភ្លាមនោះក្បាលខ្ញុំដូចជាត្រូវរលកធំមួយបក់មកប៉ះអញ្ចឹងខ្ញុំកាន់ក្បាលខ្ញុំចាប់ផ្ដើមស្ទើរតែដួលសុភាខ្សឹបបងចាំហើយមែនទេខ្ញុំមើលនាងខ្ញុំចាប់ផ្ដើមយល់ថាខ្ញុំមិនមែនមិនស្គាល់នាងទេតែខ្ញុំភ្លេចនាងថាហេតុអីបានជាខ្ញុំភ្លេចខ្ញុំសួរដោយសំឡេងញ័រតត្រាក់ខ្ញុំភ្លេចនាងហេតុអីទៅសុភាយំខ្លាំងជាងមុនហើយនាងនិយាយថាពាក្យដែលធ្វើឲ្យខ្ញុំស្ទើរតែឈប់ដកដង្ហើមព្រោះថ្ងៃដែលខ្ញុំស្លាប់បងជាអ្នកដែលឈរនៅមុខទ្វារបងឮខ្ញុំយំបងឮខ្ញុំសុំឲ្យបើកទ្វារតែបងមិនមកបើកនោះទេពេលនោះខ្ញុំគាំងតែម្ដងខ្ញុំមិនចង់ជឿហើយខ្ញុំស្រែកថាមិនមែនខ្ញុំមិនបានធ្វើទេសុភាមើលខ្ញុំដោយទឹកភ្នែកស្រក់បងភ័យបងចង់ចេញពីបញ្ហាបងគិតថាខ្ញុំលេងសើចបងគិតថាខ្ញុំចង់បង្ខំបងឬបងចាក់សោហើយបងដើរចេញទុកខ្ញុំនៅក្នុងបន្ទប់ពេលនេះនិយាយពាក្យចាក់សោខ្ញុំចាប់ផ្ដើមចាំបានជប់មួយខ្ញុំចូលអាគារជឿចំលឺសំឡេងស្រីម្នាក់យំចំលឺសំឡេងប៉ះទ្វារ308ខ្ញុំឈប់ខ្ញុំមើលខ្ញុំភ័យហើយខ្ញុំប្រាប់ទៅអ្នកគ្រប់គ្រងបិទសោបន្ទប់នេះកុំឲ្យនាងចេញខ្ញុំធ្វើអ្វីមួយអាក្រក់ខ្ញុំចាប់ផ្ដើមញាស់ខ្លាំងខ្ញុំស្រក់ទឹកភ្នែកតែមិនដឹងខ្លួនខ្ញុំមិនចង់ខ្ញុំនិយាយសុភាខ្សឹបមកប្រាប់ថាខ្ញុំមិនសមឲ្យបងនិយាយស្រឡាញ់ខ្ញុំទៀតទេខ្ញុំគ្រាន់តែសមឲ្យបងទទួលស្គាល់នាងលើកដៃប៉ះលើទ្រូងខ្ញុំដែលនាងត្រជាក់ដូចទឹកកកតែអារម្មណ៍មិនមែនជាការជិះចាប់ទេវាជាអារម្មណ៍ដែលសោកសៅដូចតែពេលអ្នកបាត់បង់អ្វីមួយអ្នកមិនដែលគិតថាសំខាន់នាងនិយាយរបស់ក្រោមគ្រែវាជារបស់ដែលខ្ញុំឲ្យបងថ្ងៃចុងក្រោយខ្ញុំមើលទៅប្រអប់នៅក្រោមសំបុត្រមានកាបូបតូចមួយខ្ញុំបើកកាបូបនោះក្នុងនោះមានចិញ្ចៀនមួយចិញ្ចៀនធម្មតាមិនមែនមាសថ្លៃនោះទេតែខ្ញុំស្គាល់វាជាចិញ្ចៀនដែលខ្ញុំធ្លាប់ពាក់ហើយបានបាត់កាលពី2ឆ្នាំមុននៅក្នុងចិញ្ចៀននោះមានអក្សរតូចឆ្លាក់ពីលើថា S បូកនឹងអក្សរ O S បានន័យថាសុភាហើយ O គឺជាឈ្មោះរបស់ខ្ញុំដួលលើដីភ្លាមខ្ញុំចាប់ផ្ដើមយំព្រោះខ្ញុំចាំបានថ្ងៃនោះខ្ញុំឲ្យចិញ្ចៀននោះទៅនាងហើយនិយាយថាបងសន្យាបងនឹងមិនចោលអូនទេសុភានិយាយសំឡេងតិច
ខ្ញុំមិនខឹងបងទេតែខ្ញុំជឿចាប់ព្រោះបងភ្លេចខ្ញុំដូចជាខ្ញុំមិនដែលមាននៅក្នុងជីវិតបងនាងដើរថយក្រោយភ្នែកនាងមើលទៅកញ្ចក់ហើយនាងនិយាយពាក្យដែលធ្វើឲ្យខ្ញុំកាន់តែភ័យបងថ្ងៃនេះបងត្រូវតែជ្រើសរើសខ្ញុំសួរជ្រើសអីសុភាមើលមុខមកខ្ញុំហើយនាងញញឹមតិចញញឹមដែលមើលទៅសោកសៅហើយនឹងបងអាចយកចិញ្ចៀននោះពាក់វិញហើយនៅជាមួយខ្ញុំបានទេឬបងអាចនិយាយពាក្យមួយពាក្យដែលបងមិនធ្លាប់និយាយនៅថ្ងៃដែលខ្ញុំស្លាប់ខ្ញុំស្រាប់តែសួរថាពាក្យអីតែខ្ញុំដឹងហើយពាក្យនោះគឺពាក្យសំទោសខ្ញុំចង់និយាយតែភ្លាមនោះទ្វារបន្ទប់308បិទឬសូតាបាំងខ្យល់បក់ខ្លាំងភ្លើងទូរស័ព្ទរបស់ខ្ញុំក៏រលត់បន្ទប់ងងឹតទាំងស្រុងហើយសំឡេងសុភាមិនលឺសំឡេងតិចទេនោះទេវាប្រែជាសំឡេងកាន់តែទៀបទៅប្រៀបដូចជាមនុស្សដែលកំពុងខឹងក៏ប៉ុន្តែខឹងដោយសេចក្តីឈឺចាប់បងនឹងជ្រើសយ៉ាងម៉េចខ្ញុំឈរនៅក្នុងភាពងងឹតដៃកាន់ចិញ្ចៀនក្នុងដៃហើយស្ដាប់សំឡេងត្រជាក់នៅហើយស្ដាប់សំឡេងដង្ហើមត្រជាក់នៅក្បែរត្រចៀកបន្ទប់308ងងឹតទាំងស្រុងភ្លាមខ្ញុំមើលមិនឃើញអ្វីនោះទេតែខ្ញុំដឹងថាសុភានៅជិតខ្ញុំដូចជាមានមនុស្សម្នាក់ឈរនៅពីក្រោយហើយដកដង្ហើមលើកត្រជាក់ដល់ឆ្អឹងចិញ្ចៀននៅក្នុងដៃខ្ញុំត្រជាក់ដូចទឹកកកតែចិត្តខ្ញុំក្តៅដូចទឹកក្តៅអញ្ចឹងក្តៅដោយភ័យនិងសោកស្ដាយកំហុសសំឡេងសុភាកាន់តែតិចទៅបងនឹងជ្រើខ្ញុំលេបទឹកមាត់បងពងកខ្ញុំស្ងួតខ្ញុំចង់និយាយសំទោសតែពាក្យនោះដូចជាធ្ងន់ពេកដូចថ្មធំដែលខ្ញុំមិនអាចលើកឡើងពីចិត្តខ្ញុំបានខ្ញុំកាន់ចិញ្ចៀននិងស្រែកទៅក្នុងភពងងឹតសុភាបើនាងនៅទីនេះសូមបើកភ្លើងមកឲ្យខ្ញុំឃើញអ្នកសំឡេងនាងស្ងាត់មួយផ្លែតបន្ទាប់មកភ្លើង flash ទូរស័ព្ទរបស់ខ្ញុំស្រាប់តែភ្លឺឡើងវិញដោយខ្លួនឯងពន្លឺស្លេកបំភ្លឺបន្ទប់ខ្ញុំឃើញសុភាឈរនៅមុខកញ្ចក់តែឥឡូវនេះនាងមិនមែនឈរដូចមុនទៀតទេនាងឈរដូចមនុស្សដែលទើបត្រូវចងកឆ្អឹងកោងបន្តិចភ្នែកនាងមើលមកខ្ញុំដោយសោកសៅខ្ញុំស្ទើរតែដួលខ្ញុំមិនចង់ឃើញនាងបែបនេះទេមនុស្សណាក៏មិនចង់ឃើញមនុស្សដែលខ្លួនធ្លាប់សន្យាថានឹងមិនចោលបែរជាមកស្លាប់នៅមកខ្លួនបែបនេះនោះទេសុភាខ្សឹបបងឃើញខ្ញុំហើយឥឡូវបងនិយាយបានហើយខ្ញុំចាប់ផ្ដើមញ័រខ្ញុំមើលទៅចិញ្ចៀនហើយបន្ទាប់មកខ្ញុំដាក់វាលើម្រាមដៃខ្ញុំភ្លាមនោះខ្យល់ក្នុងបន្ទប់ត្រជាក់កាន់តែខ្លាំងភ្លើងពន្លឺទូរស័ព្ទក៏ញ័ររលត់រលាយភ្លាមសំឡេងកោសជញ្ជាំងក៏ចាប់ផ្ដើមសំឡេងម្ដងទៀតក្រោកសុភាមើលមកខ្ញុំហើយញញឹមតិចញញឹមនេះមិនមែនជាការសប្បាយទេវាជាការញញឹមដូចដែលមនុស្សទទួលបានអ្វីដែលខ្លួនរងបងជ្រើសនៅជាមួយខ្ញុំឬខ្ញុំភ្លេចដកដង្ហើមទៅហើយពេលនោះខ្ញុំចង់ដកចិញ្ចៀនចេញភ្លាមតែម្រាមដៃខ្ញុំស្រាប់តែឈឺចិញ្ចៀននោះចាប់ផ្ដើមជ្រាបចូលក្នុងសាច់របស់ខ្ញុំហើយចាប់ផ្ដើមរឹតដៃរបស់ខ្ញុំជាប់សាច់តែម្ដងខ្ញុំខំដកក៏ប៉ុន្តែដកមិនចេញសុភាមកខ្សឹបថាបងបានសន្យាបងមិនអាចរត់បានទេខ្ញុំភ័យខ្ញុំស្រែកទេខ្ញុំមិនចង់នៅទីនេះទេសុភាខ្ញុំសំទោសពេលខ្ញុំនិយាយពាក្យសំទោសសំឡេងកោសជញ្ជាំងឈប់ខ្យល់ត្រជាក់ក៏ចាប់ផ្ដើមបន្ថយទៅភ្លើងទូរស័ព្ទក៏មកជាមានលំនឹងវិញសុភាមើលមកខ្ញុំភ្នែកនាងមានដោយទឹកភ្នែកហើយនាងនិយាយដោយសំឡេងតិចថាបងពាក្យនេះខ្ញុំរងចាំ2ឆ្នាំមកហើយនាងដើរមកជិតខ្ញុំខ្ញុំមិនអាចផ្លាស់ទីបានទេដោយសារតែជើងរបស់ខ្ញុំបានរឹងអស់ទៅហើយមិនមែនដោយអំណាចរបស់នាងនោះទេតែដោយសារកំហុសនៅក្នុងចិត្តរបស់ខ្ញុំនាងជប់នៅចំពោះមុខខ្ញុំនាងលើកដៃប៉ះលើចិញ្ចៀនភ្លាមចិញ្ចៀនស្រាប់តែលែងតឹងរឹតជាប់ដៃខ្ញុំទៀតខ្ញុំក៏ដកវាចេញបានខ្ញុំដកដង្ហើមធំដោយមនុស្សដែលរស់ឡើងវិញខ្ញុំគិតថារឿងនេះចប់ហើយតែសុភាមិនទាន់ចប់នោះទេនាងនិយាយបងនៅមានរឿងមួយទៀតដែលបងត្រូវចាំខ្ញុំសួរអ្វីទៀតទៅសុភាខ្សឹបបរោះក្នុងរូបថតមិនមែនមិត្តបងទេខ្ញុំយករូបថតនោះឡើងមើលម្ដងទៀតបរោះទី3នោះមកគាត់ស្រាបបន្តិចដោយរូបថតចាស់គាត់ស្លៀកអាវខ្មៅឈរនៅពីក្រោយសុភាខ្ញុំសួរគាត់ជានរណាសុភាមើលទៅក្នុងបន្ទប់ហើយនាងនិយាយពាក្យដែលធ្វើឲ្យឈាមខ្ញុំត្រជាក់ស្ទើរកកគាត់គឺជាមនុស្សដែលបានចាក់សោមិនឲ្យខ្ញុំចេញខ្ញុំដកដង្ហើមធំតែអ្នកប្រាប់ថាជាខ្ញុំសុភាយំបងគ្រាន់តែជាមនុស្សដែលឈមមើលហើយមិនបើកទ្វារតែមនុស្សដែលចាក់សោគឺជាអ្នកគ្រប់គ្រងអគារខ្ញុំភ្ញាក់ផ្អើលខ្ញុំចាំមុខបរិចាមុខគាត់មើលទៅធម្មតាប៉ុន្តែភ្នែកគាត់តែងតែជៀសវាងពេលដែលខ្ញុំនិយាយអំពីបន្ទប់308ខ្ញុំសួរហេតុអីបានគាត់ធ្វើបែបនេះសុភាខ្សឹបព្រោះថ្ងៃដែលខ្ញុំស្លាប់ខ្ញុំបានទៅសុំឲ្យគាត់ជួយខ្ញុំសុំឲ្យគាត់បើកទ្វារខ្ញុំសុំឲ្យគាត់ទៅហៅបងតែគាត់មិនចង់ឲ្យអ្នកណាដឹងឡើយគាត់ចាក់សោហើយគាត់និយាយថាបើអូនស្លាប់នៅក្នុងនេះមានអ្នកណាដឹងថាខ្ញុំធ្លាប់ធ្វើអីឡើយខ្ញុំមិនយល់ធ្លាប់ធ្វើអីទៅសុភាមើលមកខ្ញុំហើយនាងនិយាយដោយសំឡេងស្រាលតែពាក្យនោះធ្ងន់ដូចដុំថ្មគាត់ធ្លាប់បង្ខំខ្ញុំស្ទើរតែគាំងទៅហើយដៃខ្ញុំក្តាប់យ៉ាងរឹងស្ទើរតែស្រែក
សុភាបន្តខ្ញុំខ្លាចភាពអាម៉ាស់ខ្ញុំមិនហ៊ានប្រាប់នរណាតែថ្ងៃនោះខ្ញុំគិតថាបងអាចជួយខ្ញុំបានព្រោះបងជាមនុស្សម្នាក់ដែលស្ដាប់ខ្ញុំឮខ្ញុំមើលទៅទ្វារខ្ញុំមានអារម្មណ៍ថាខ្ញុំចង់ទៅវាយបរិសចាស់នោះខ្ញុំចង់បង្ខំឲ្យគាត់ទទួលស្គាល់ចង់ឲ្យគាត់ដឹងថាការបិទទ្វារនោះបានសម្លាប់មនុស្សម្នាក់តែសុភាចាប់ដៃខ្ញុំដៃនាងត្រជាក់ដូចទឹកកកបងកុំធ្វើអ្វីគ្រោះថ្នាក់អញ្ចឹងខ្ញុំមិនចង់ឲ្យបងស្លាប់ដូចខ្ញុំទេខ្ញុំសួរតែនាងចង់អីអំពីខ្ញុំសុភាមើលមកខ្ញុំហើយនិយាយថាខ្ញុំចង់ឲ្យបងនិយាយឈ្មោះខ្ញុំឲ្យមាននរណាម្នាក់ស្ដាប់ខ្ញុំចង់ឲ្យបងយកសម្បត្តិទាំងនេះទៅដាក់នៅវត្តហើយសូមឲ្យព្រះសង្ឃធ្វើបន់មកដល់ខ្ញុំហើយខ្ញុំចង់ឲ្យបងកុំភ្លេចខ្ញុំពេលនាងនិយាយពាក្យកុំភ្លេចខ្ញុំសើតែដួលម្ដងទៀតព្រោះនាងមិនសមស្នេហាតែនាងសមការចងចាំការទទួលស្គាល់ថានាងធ្លាប់មានជីវិតខ្ញុំស្រក់ទឹកភ្នែកខ្ញុំចាប់ដៃនាងតែដៃនាងប្រសាទដូចខ្យល់ខ្ញុំប៉ះមិនបានតែមិនអាចកាន់បានខ្ញុំប៉ះបានតែមិនអាចកាន់បានខ្ញុំនិយាយសុភាខ្ញុំសំទោសដែលខ្ញុំមិនអាចជួយខ្ញុំសំទោសដែលខ្ញុំភ័យសុភាញញឹមតិចជាលើកដំបូងនាងមើលទៅហាក់ដូចជាមនុស្សធម្មតាមុខនាងស្រស់បន្តិចស្នាមខ្សែចុងកលើកចាប់ដើមរលប់បន្តិចបងសូមធ្វើតាមខ្ញុំហើយខ្ញុំនឹងទៅជប់នោះខ្ញុំយកប្រអប់ចេញពីបន្ទប់308ខ្ញុំដើរចេញទ្វារបន្ទប់308បដិសខ្លួនឯងខ្ញុំត្រឡប់ទៅបន្ទប់ខ្ញុំមិនដេកនោះទេជប់នោះខ្ញុំអង្គុយមើលសម្បត្តិរូបថតរហូតដល់ព្រឹកថ្ងៃបន្ទាប់ខ្ញុំក៏សួរទៅបរិសចាស់ម្ដងទៀតខ្ញុំសួរត្រង់បងសុភាស្លាប់តើបងដឹងអីខ្លះបរិសចាស់មើលមកខ្ញុំគាត់ភ័យញ័រគាត់និយាយតិចអូនកុំសួរច្រើនវាហួសទៅខ្ញុំដាក់រូបថតលើតុគាត់ខ្ញុំចង់ឲ្យបងមើលនេះគឺបងមែនទេបរិសចាស់មើលរូបមុខគាត់ស្លេកភ្លាមដៃគាត់ចាប់ផ្ដើមញ័រគាត់ព្យាយាមយករូបថតមកបិទតែខ្ញុំចាប់ពីទុកខ្ញុំនិយាយបងខ្ញុំទៅធ្វើបន់ឲ្យនាងប៉ុន្តែបងក៏ត្រូវទៅជាមួយខ្ញុំហើយបងត្រូវសំទោសបើមិនអញ្ចឹងទេខ្ញុំមិនបន្តពាក្យនិយាយតទៀតទេតែបរិសចាស់នោះដូចជាគាត់ដឹងអ្វីដែលខ្ញុំចង់និយាយគាត់ស្ងាត់មួយសន្ទុះហើយចុងក្រោយគាត់និយាយថាបានអូនកំណត់ថ្ងៃទៅវត្តថ្ងៃណាដែរបងនឹងទៅជាមួយថ្ងៃសៅរ៍ខ្ញុំយកសម្បត្តិទាំងអស់ទៅវត្តមួយនៅជិតទីក្រុងខ្ញុំមិនបានប្រាប់ព្រះសង្ឃអំពីរឿងខ្មោចទេខ្ញុំគ្រាន់តែប្រាប់ថាមានក្មេងស្រីស្លាប់ឯកោម្នាក់ខ្ញុំចង់ធ្វើបន់ឲ្យនាងបរិសចាស់ក៏មកគាត់មើលទៅខ្សោយដូចជាមនុស្សកំពុងរងទោសផ្លូវចិត្តពេលដែលព្រះសង្ឃសូត្រមន្តខ្ញុំអង្គុយបិទភ្នែកខ្ញុំគិតតែអំពីសុភាខ្ញុំសំទោសក្នុងចិត្តហើយខ្ញុំប្រាប់នាងថាបើអូនឮសូមអូនទៅកុំនៅជាប់ទីនេះទៀតអីខ្យល់មួយប៉ះក្បាលខ្ញុំស្រាលមិនត្រជាក់ទេវាក្តៅបន្តិចដូចដៃមនុស្សអញ្ចឹងខ្ញុំបើកភ្នែកនៅមុខខ្ញុំគ្មានអ្វីទេតែខ្ញុំមានអារម្មណ៍ថានាងបានមកហើយនាងបានទៅវិញជប់នោះខ្ញុំត្រឡប់ទៅអគារវិញខ្ញុំឡើងទៅជាន់ទី3ខ្ញុំចូលមកបន្ទប់308ខ្ញុំចង់ឃើញថាតើអ្វីស្ងប់ហើយឬនៅទ្វារបន្ទប់308បិទដូចធម្មតាសំឡេងស្ងាត់ខ្ញុំដកដង្ហើមធំខ្ញុំបែរទៅចូលបន្ទប់ខ្ញុំតែភ្លាមខ្ញុំឮសំឡេងខ្សឹបស្រាលពីក្រោយខ្ញុំបងខ្ញុំរន្ធត់ហើយត្រឡប់ក្រោយភ្លាមនៅចុងចិន្តាសុភាឈរតែពេលនេះនាងមិនស្លេកទេនាងស្អាតដូចថ្ងៃដំបូងដែលខ្ញុំបានឃើញនាងអាវសសំពត់ខ្មៅសក់វែងភ្នែកទន់ភ្លន់នាងញញឹមមកកាន់ខ្ញុំឈរគាំងខ្ញុំចង់រត់ទៅអបតែខ្ញុំមិនដឹងថាគួរធ្វើអ្វីសុភានិយាយដល់សំឡេងតិចបងអរគុណខ្ញុំស្រក់ទឹកភ្នែកខ្ញុំស្គិបតែម្ដងសុភាខ្ញុំសំទោសនាងងក់ក្បាលតិចបងកុំយំនាងលើកដៃហើយបង្ហាញអ្វីមួយនៅក្នុងដៃវាជាសម្បត្តិតូចមួយបត់ជាពីរសម្បត្តិដូចសម្បត្តិដំបូងនាងដាក់វាលើចិន្តាហើយថយក្រោយបងសូមអានតែម្ដងបានហើយបន្ទាប់មកនាងក៏បាត់ទៅដូចអាប់ខ្ញុំរត់ទៅយកសម្បត្តិនោះដែលខ្ញុំញ័របើកនៅលើក្រដាសមានតែប្រយោគតែមួយប៉ុណ្ណោះបងជីវិតបងទៅមុខសូមកុំបើកទ្វារវិញបើបងបើកបងនឹងជាប់ដូចជាខ្ញុំអានចប់ខ្ញុំឈរមើលទ្វារបន្ទប់308ហើយខ្ញុំចាប់ផ្ដើមយល់សុភាមិនមកដើម្បីយកខ្ញុំទៅទេនាងមកដើម្បីដោះខ្ញុំចេញពីកំហុសនាងមកដើម្បីឲ្យខ្ញុំរស់ពីថ្ងៃនោះមកខ្ញុំមិនដែលឮសំឡេងកោសជញ្ជាំងទៀតទេខ្ញុំមិនឮសំឡេងបាក់សោទៀតទេបន្ទប់308ស្ងាត់ដូចបន្ទប់ទទេប៉ុន្តែបរិសចាស់នោះមួយសប្តាហ៍ក្រោយមកសន្តិសុខអគារហើយខ្ញុំគេប្រាប់ថាបរិសចាស់នោះស្លាប់នៅក្នុងបន្ទប់គាត់ស្លាប់ដោយចងកខ្ញុំឈប់ដកដង្ហើមហើយគេនិយាយថានៅលើកញ្ចក់ក្នុងបន្ទប់គាត់មានអក្សរមួយរសេរដោយស្នាមអក្សរនោះរសេរថាសំទោសខ្ញុំចាក់ចេញពីអគារនោះនៅថ្ងៃបន្ទាប់ខ្ញុំមិនហ៊ានរស់នៅទីនោះទៀតទេប៉ុន្តែចិញ្ចៀនខ្ញុំរកមិនឃើញទៀតឡើយវាបាត់ដូចមិនធ្លាប់មានពីមុនមកអញ្ចឹងពេលខ្លះពេលខ្ញុំដេកយប់ខ្ញុំមានអារម្មណ៍ថាខ្យល់ក្តៅតិចប៉ះករបស់ខ្ញុំហើយខ្ញុំឮសំឡេងស្រីម្នាក់ខ្សឹបនៅចម្ងាយឆ្ងាយបងកុំភ្លេចខ្ញុំ